ម៉ាក់ខ្ញុំមិនមែនជាមនុស្សទេមែនទេទេកូនជាមនុស្សគ្រាន់តែខុសពីអ្នកអតីបន្តិចទេណាគេប្រាប់ថាអ្នកផ្សេងគេគ្មានល្បឿនលឿនដូចកូនទេបាទអ្នកផ្សេងគេធ្វើមិនបានប៉ុន្តែកូនរបស់ម៉ាក់មានធម៌ពលពិសេសណោអីប៉ុន្តែមិត្តភក្តិកូនថាកូនជាសត្វចម្លែកណាបាទកូនខុសមែនដែរកើតមកជាអ្នកមានធម៌ពលនោះទេកូនរឿងអ្នកវាមិនមែនជាកំហុសរបស់នរណាម្នាក់ទេហើយក៏មិនមែនជាកំហុសរបស់ជីវូដែរណាកូនបើយើងមិនបានធ្វើអ្វីខុសមិនយើងត្រូវរត់គេចរហូតចឹងម៉ាក់មិនបានជាកូនមិនមានមិត្តភក្តិសោះចឹងម៉ាក់ឆ្មាអេសៅជីវូចង់ដេកដល់ពេលណាទៀតធម្មតាឯងមិនមែនជាបែបអ្នកទេម្សិលមិញដេកម្ដងហើយថ្ងៃនេះមកដេកទៀតឡើងចង់ចប់ថ្នាក់រៀនហើយចប់ថ្នាក់រៀនហើយមែនបាទហើនឹងហើយទៅចប់មិញនឹងឯងជីវូឯងមានរឿងអ្វីអត់បើមានឯងប្រាប់គ្រូបានណាអញ្ចឹងសក់ចប់ថ្នាក់រៀនហើយលោកគ្រូខ្ញុំសុំទៅផ្ទះមុនហើយបាទហាហើយសៅជីវូហាកៃដេនប្រហែលកំពុងរងចាំខ្ញុំហើយមិនអីទេមែនសុំទោសផងខ្ញុំប្រញាប់ពេកហាដើរទៅដោយអត់និយាយអីទេគេដូចជាសិស្សថ្មីដែលទើបតែបដូរមកថ្នាក់យើងអញ្ចឹងខ្ញុំសុំទោសណាត្រូវទៅឲ្យលឿនហើយវូអិនឯងណែណានៅសាលាបាទឬសាលារៀនមានការងារច្រើនណាស់ដែលត្រូវធ្វើប៉ុន្តែឯងបែរជាទៅនៅសាលារៀនយើងឲ្យឯងទៅរៀនពេលអ្នកនៅទីនេះទើបឯងគិតថាខ្លួនឯងជាសិស្សមែនតែនហើយមែនទេទោះដឹងថាមានអ្នកប្រមាញ់ចេញមកក៏ដោយក៏ឯងនៅទៅសាលារៀនទៀតឯងវង្វេងស្មារតីហើយមែនសុំទោសបាទអត់ប្រយោជន៍មែនឆាប់មកវិញមកបាទមិនបានជាហ៊ានធ្វើបែបនេះអូយរំខានចេញឲ្យផុតមកវិញហើយបាទពួកឯងក៏នៅដែរមែនមិននៅពីទេមែនទេកៃដេនពេលខ្ញុំមិននៅបានញ៉ាំបាយអត់បាទទោះមិនចូលចិត្តអាហារឆ្មាយ៉ាងហោចក៏ត្រូវញ៉ាំអ្វីអូអាហារកំប៉ុងពូកែញ៉ាំដែរតាខ្ញុំបារម្ភអត់នៃមែនអាហឹមឆ្មាអ្នកគួរឲ្យបារម្ភណាស់មិនបានជាវាមិនទាន់ភ្ញាក់ទៀតណោះឬមានអ្វីខុសប្លែកទៅសន្លប់មិនភ្ញាក់យូរណាស់ហើយគឺថាវាភ្ញាក់មកម្ដងហើយមែនទេបាទភ្ញាក់យូរនៅភ្ញាក់មុនឯងមកដល់បន្តិចទេធូរទ្រូងតិចកំពុងគិតថាបើវាមិនភ្ញាក់មកគួរគិតម៉េចល្អហើយដែលឯងភ្ញាក់មកម្ដងហើយជីវូយើងមានរឿងសង្ស័យឆ្មា3នោះមិនមែនជាឆ្មារបស់ឯងទេប៉ុន្តែជាឆ្មាអត់ម្ចាស់មែនអត់បាទមែនហើយឆ្មា3នឹងវាគ្មានម្ចាស់នោះទេបាទឯងមិនបានចិញ្ចឹមឆ្មាប៉ុន្តែក្នុងផ្ទះឯងមានតែរបស់ឆ្មាលេងពេញនឹងអញ្ចឹងបាទគឺថាបើលោកស្ដាប់ហេតុផលហើយអាចនឹងខកចិត្តបានបាទឬនឹងយើងនឹងសម្រេចចិត្តខ្លួនឯងកាលខ្ញុំនៅក្មេងខ្ញុំអត់មានមិត្តភ័ក្តិលេងជាមួយប្រកធម្មពលនេះខ្ញុំត្រូវផ្លាស់ទីលំនៅញឹកញាប់ព្រោះខ្ញុំខ្លាចប្រើធម្មពលដោយមិនដឹងខ្លួននោះហើយជាមូលហេតុដែលខ្ញុំមិនអាចរាប់មិត្តភ័ក្តិបានខ្ញុំចង់មានមិត្តភ័ក្តិដូចគេដែរវត្ថុមានជីវិតដំបូងដែលជាមិត្តរបស់ខ្ញុំគឺជាឆ្មានេះឯងបាទឆ្មាមួយនោះជាឆ្មាអត់ម្ចាស់វាមកនៅជាមួយខ្ញុំរហូតពេលខ្ញុំនឿយហត់តែសុកថ្ងៃមួយឆ្មានោះក៏បាត់ទៅណាខ្ញុំព្យាយាមតាមរកវាប៉ុន្តែព្យាយាមយ៉ាងណាក៏មិនឃើញបុកនឹងខ្ញុំត្រូវផ្លាស់ទីលំនៅល្មមទៅមិនបានជួបវាទៀតមិត្តភ័ក្តិដំបូងរបស់ខ្ញុំគឺជាឆ្មាគ្មានម្ចាស់ពេលខ្ញុំឃើញពួកឆ្មាគ្មានម្ចាស់ក៏ចង់តែឲ្យនោះឲ្យអ្នកវាបាទទិញអាហារឆ្មាទិញនំឆ្មាទិញរបស់លេងឆ្មាទិញរហូតដល់មានច្រើនពេញនឹងអ្នកឯងបាទទុកជាមើលថែមិនបានគ្រប់ទាំងអស់ខ្ញុំក៏ចង់មើលថែឆ្មាដែលខ្ញុំបានជួបបាទមិនហើយបាទរឿងរ៉ាវមិនសូវមានអ្វីពិសេសទេមែនអត់មែននឹងឯងគ្មានអ្វីពិសេសទេងុយគេងណាស់ខ្ញុំដេកនៅសាលាហើយប៉ុន្តែនៅងុយទៀតបាទដឹងតែត្រូវហត់នឿយហើយព្រោះឯងទទួលធម្មពលពីយើងហើយប្រើធម្មពលនោះដើម្បីប្រយុទ្ធវាជារឿងធម្មតាទេដែលឯងអស់កម្លាំងក្រៅពីនេះឯងមិនបានដេកពេញមួយយប់ទៀតអញ្ចឹងសក់ថាហើយមិនបានជាហត់នឿយចុះពីធម្មតាយ៉ាប់ហើយចឹងខ្ញុំសុំដេកបន្តិចសិនបាទកៃដេនមានអី
ខ្ញុំសប្បាយចិត្តណាស់ដែលកាយដេនមកនៅផ្ទះជាមួយខ្ញុំបាទយ៉ាងហោចណាស់ក៏នៅរហូតដល់រាងកាយជាសិនទៅណាបាទកុំទាន់ទៅណាបាទហើយឈប់និយាយអីអត់ប្រយោជន៍ឆាប់ដេកបាត់ទៅបាទតងងុយគេងណាស់ចាំជួបគ្នាណាបាទ